បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំបង្ហាញពីការផ្សំដើមល្ហុងនៅពេលដែលយើងមានដើមល្ហុងមួយហើយវាមានទំហំសមល្មមប្រព័ន្ធកដៃបែបនេះគឺយើងចង់ឲ្យវាទឿហើយយើងប្រើប្រាស់វិធីផ្សំដូចនេះគឺការផ្សំងាយៗហើយគឺជាវិធីរបស់ខ្ញុំក្នុងការផ្សំផងដែរគឺកាត់វាមួយកំបិតហើយជាចំណិតបែបនេះហើយយកសម្រាប់ផ្សំរបស់យើងនឹងអាចជាកំប៉ុងឬក៏ថង់តែខ្ញុំដាក់ជាកំប៉ុងនេះវាមានសភាពធន់ងាយស្រួលក្នុងការស្រោចទឹកដាក់ពីលើវាផងដែរហើយនៅក្នុងដីនេះគឺមានដូចជាសកៃដូងខ្ញុំដាក់សកៃដូងជាមួយនឹងដីកំប៉ុស្តរបស់ខ្ញុំហើយយើងធ្វើការចងវាដើម្បីថែមលំនឹងដើម្បីកុំឲ្យមានការធ្លាក់ចុះឡើងធ្វើឲ្យឫសថ្មីដែលវាចាប់ជាប់ជាមួយនឹងជីកំប៉ុស្តនិងជាមួយសកៃដូងនេះវាធ្វើឲ្យវាដាច់វាមិនអាចចាប់ឫសជាប់ដើម្បីឲ្យយើងនឹងយកកាត់វាដើម្បីយកទៅដាំបានអញ្ចឹងនៅពេលដែលយើងផ្សំវាចេញឫសបានច្រើនហើយគឺយើងកាត់វាពីខាងក្រោមនឹងមកហើយយើងយកទៅដាំនៅលើដីផ្ទាល់ធ្វើឲ្យល្ហុងយើងនឹងទាបហើយទឿខ្លាំងមែនទែននេះជាលក្ខណៈដែលយើងអាចកែច្នៃដើមល្ហុងរបស់យើងបើសិនជាបងប្អូនមានច្រើនបើសិនជាមិនមានច្រើនទេគ្រាន់តែយើងទុកវាចោលដើម្បីទទួលបានផលហើយនេះជាការកែច្នៃល្ហុងដែលមានស្រាប់នៅផ្ទះហើយយើងធ្វើការស្រោចទឹកព្រឹកល្ងាចទៅបាទស្រោចទឹកបន្តិចដាក់នៅលើហ្នឹងគឺងាយស្រួលមែនទែនវានឹងដុះមកឲ្យយើងទទួលបានផលហើយប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាបន្ថែមជាមួយនឹងជីជំនួយឫសEM ផ្សេងដែលយើងដាក់វាគឺវាចេញឫសលឿនជាងយើងដាក់ជាមួយដីដាក់ជាមួយសកៃដូងឬក៏ដាក់ជាមួយនឹងផេះកាមផ្សេងអញ្ចឹងបងប្អូនទាំងអស់គ្នាអាចអនុវត្តបានខ្ញុំអនុវត្តបាន 2-3 ដងហើយឃើញថាវាមានប្រសិទ្ធផលហើយការផ្សំនេះគឺវាមានច្រើនរបៀបច្រើនសន្តានដែលយើងអាចផ្សំបាននេះគ្រាន់តែជារបៀបមួយដែលខ្ញុំអនុវត្តឲ្យខ្លួនឯងនិងមើលនៅតាមបណ្ដាញសង្គមផ្សេងបាទអរគុណច្រើន